រុនសួស្តីអ្នកគ្នាស្វាគមន៍មកកាន់ខេត្តក្រចេះបាទសូមឲ្យរួចរំដោះសូមឲ្យរួចរំដោះចាក់ទុកទោសទាំងពួងចាក់ទុកទោសទាំងពួងហើយសូមឲ្យបានសម្រេចហើយសូមឲ្យបានសម្រេចដោយសម្បត្តិទាំងឡាយ3ប្រការដោយសម្បត្តិទាំងឡាយ3ប្រការម្ចាស់ទឹកម្ចាស់ដីគាត់ជាម្ចាស់ទឹកដីផងម្ចាស់សាលាផងគឺលោកបានចេញមកពីគេថាចូលរួមក្នុងពិធីបុណ្យបានស្គាល់អូខេអ្នកនរគ្នាឥឡូវនេះមកដល់ខេត្តកញ្ចេះហើយតទៅពីធ្វើការងារបាំងស្គរបាំងអីចូលឆ្នាំមួយហើយឥឡូវនេះបានមកទិញដុកឌឺបាទអានេះរបស់ស្នប់ចិត្តរបស់ខ្ញុំដុកឌឺអត់មានសភាចឹងកាច់ស្នោយកមកធ្វើសភាបាទឆ្ងាញ់em ok nó ngọt cái này là người chế mày đá mà ngày nào mà ngày bơi đà được trẻ em ấy sờ ta cầm tay cả đai luôn tích cái đời chẳng hết khai trái xài chiếng ấy cái đời ok nên được ngọc kia mình đã tôi bị chú cho năm hơi mẹ rồng sờ bài sao sài ở đây bàn phơi bún phơi tiền chun bục mai bông bồn mình đấy hay bùa nhóm nơi không sụp dễ phải bớt sọp nàyคือថាមានការផ្លែកជាច្រើនផងដែរដោយសារឆ្នាំនេះមានអារម្មណ៍ថាបងប្អូនគាត់មកលេងស្រុកច្រើនហើយ yeah it's gonna be great ដែលបានឃើញពួកគាត់បានមកលេងស្រុកជួបជុំគ្រួសារនៅក្នុងស្រុកពេលបសពខេត្តកញ្ចេះនេះហើយជាការនេះគឺចង់ប្រាប់បងប្អូនឲ្យដឹងទុកជាចំណេះដឹងផងដែរថាខេត្តកញ្ចេះគឺស្ថិតនៅភូមិភាគឦសានដែលស្ថិតនៅជាប់នឹងខេត្តមណ្ឌលគិរីស្ទឹងត្រែងរតនគិរីក៏ដូចជាប្រទេសវៀតណាមផងដែរហើយខេត្តកញ្ចេះគឺមានក្រុងចំនួន1ហើយស្រុកចំនួន5ស្រុកចំនួន5នោះគឺស្រុកចិត្តបុរីស្រុកសម្បូរស្រុកព្រៃបសពស្រុកស្នួលហើយនិងស្រុកឆ្លូមផងដែរហើយឃើញថាកញ្ចេះឥឡូវអាចនិយាយបានថាមានបងប្អូនទេសចរគាត់ស្គាល់ច្រើនហើយ content creator ពួកគាត់ក៏បានមកជួយប្រម៉ូទនៅក្នុងខេត្តកញ្ចេះយើងបានច្រើនផងដែរអញ្ចឹងឃើញថាកំណើនអ្នកមកលេងនៅក្នុងខេត្តកញ្ចេះក៏មានការកើនឡើងគួរកត់សម្គាល់ផងដែរ